គំនូរមួយផ្ទាំងនៅលើជញ្ជាំងនេះគឺត្រូវចំណាយអស់រាប់ម៉ឺនដុល្លារក្នុងការធ្វើវាណាបងប្អូនអញ្ចឹងតម្រាំនឹងធ្វើគូរគំនូរនេះហើយមិនមែនជាការងាយស្រួលទេបងប្អូននេះយើងត្រូវការជាងដែលមានជំនាញណាតើតែជាងដែលមានជំនាញច្បាស់លាស់มันអាចធ្វើរូបនេះចេញមកបានស្អាតអញ្ចឹងណាបងប្អូនហើយនៅក្នុងវីដេអូនេះជាងសុទ្ធតែស្រីទាំងអស់នេះបងប្អូនអត់មានជាងប្រុសទេការរចនារូបគំនូរនេះសុទ្ធតែស្រីអញ្ចឹងបងប្អូនមើលការធ្វើរបស់គាត់មើលគាត់ចាប់ផ្ដើមធ្វើហើយក៏ចំណាយរយៈពេលអស់យូរដែរបងប្អូនមិនងាយនឹងធ្វើឲ្យភ្លាមទេអញ្ចឹងគំនូរនេះគឺស្ថិតនៅក្នុងប្រវត្តិសាស្ត្រចិនណាបងប្អូនអញ្ចឹងចាំមើលគាត់គូរចេញមកស្អាតខ្លាំងណាស់បងប្អូនអើយទឹកដៃមិនធម្មតាទេទឹកដៃលយណាស់អញ្ចឹងអ្នកដែលស្រឡាញ់សិល្បៈគេសុខចិត្តចំណាយរាប់ម៉ឺនដុល្លារដើម្បីធ្វើវានៅក្នុងផ្ទះរបស់គេអញ្ចឹងណាបងប្អូនអញ្ចឹងនេះមិនមែនធ្វើនៅខាងក្រៅទេគេធ្វើសម្រាប់ដាក់តាំងនៅក្នុងផ្ទះរបស់គេមកបងប្អូនសម្រាប់លម្អនៅក្នុងផ្ទះតែម្ដងណាមើលបងប្អូនមើលនេះកំផែងចិនណាបងប្អូនមិនធម្មតាទេអញ្ចឹងតម្រាំសាងសង់កំផែងនេះរួចនៅក្នុងប្រវត្តិសាស្ត្រចិនគឺល្បីរន្ទឺណាស់គឺកំផែងការពារព្រំដែនរបស់ចិនណាបងប្អូនណាឥឡូវបងប្អូនមើលគូគំនូរនេះចេញមកនិយាយពីស្អាតនោះស្អាតបងប្អូនអើយវ៉ាវ